សូមនមស្ការពុទ្ធប្រធេរៈគ្រប់ព្រះអង្គរាប់អានអ្នកមានអាយុទាំងឡាយនៅក្នុងសាសនាមណ្ឌលនេះប្រានពោពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីគ្រប់គ្នាគ្រប់ឋានៈគ្រប់វណ្ណៈដើម្បីកុំឲ្យខាតពេលវេលាសូមចូលទៅបញ្ហាកម្មតែម្ដងសំណួរទី1សួរថាភិក្ខុឬពុទ្ធបរិស័ទខុសង្ឃឬពុទ្ធបរិស័ទនឹងប្រតិបត្តិខ្លួនមុនទៅទូនមានអ្នកដទៃជាខាងក្រោយឬក៏ត្រូវទូនមានគេមុនហើយប្រតិបត្តិខ្លួនឯងជាខាងក្រោយឆ្លើយអានឹងមុនចម្លើយជាសកលគឺថាធ្វើមួយណាមុនក៏បានធ្វើមួយណាមុនក៏បានឲ្យតែការដឹកនាំនោះបង្ហាញអំពីផលប្រយោជន៍វាមិនប្រកាសថាបុគ្គលធ្វើខ្លួនឯងបានគ្រប់គ្នាទៅចាំបាច់ត្រូវប្រាប់អ្នកដទៃទេឧទាហរណ៍ដូចជាសពថ្ងៃគ្រូនៅសាកលវិទ្យាល័យឬក៏គ្រូបង្រៀននយោបាយអំពីវិធីដឹកនាំប្រទេសគ្រូខ្លះគាត់អត់បានទៅដឹកនាំប្រទេសទេប៉ុន្តែគាត់មានចំណេះដឹងផ្នែកហ្នឹងគាត់ធ្វើខ្លួនឯងអត់បានគាត់មិនអាចក្លាយជានាយករដ្ឋមន្ត្រីគាត់មិនអាចក្លាយជាស្អីទេប៉ុន្តែគាត់អាចបង្រៀនឲ្យគេទៅធ្វើអញ្ចឹងបានដូច្នេះឲ្យតែចំណេះដឹងក្នុងការអប់រំទូនមានអ្នកដទៃហ្នឹងអប់រំអំពីបញ្ហាល្អលះបង់សេចក្តីអាក្រក់ឲ្យតាំងនៅក្នុងសេចក្តីល្អដូច្នេះសូម្បីពាក្យហ្នឹងនៅក្នុងបុគ្គលណាក៏ដោយបុគ្គលបានប្រតិបត្តិដោយខ្លួនឯងចាំទូនមានគេក៏ដោយបុគ្គលមិនបានប្រតិបត្តិដោយខ្លួនឯងហើយទូនមានក៏ដោយអញ្ចឹងក៏ប៉ុន្តែព្រះពុទ្ធតម្រាស់ទ្រង់ត្រាស់ថាបុគ្គលអប់រំទូនមានគេយ៉ាងណាខ្លួនឯងក៏គួរធ្វើយ៉ាងនោះទៅមិនលំបាកក្រោយនឹងព្រះពុទ្ធសម្ដែងអញ្ចឹងណាអានេះនិយាយអំពីការមិនលំបាកក្រោយទេមិនលំបាកក្រោយមិនឧទាហរណ៍ថាយើងបង្រៀនគេឲ្យធ្វើល្អប៉ុន្តែខ្លួនយើងមិនបានធ្វើល្អពាក្យវាត្រឡប់មកវិញដូចជាកង្គក់លក់ថ្នាំស្រែងអីអញ្ចឹងទៅអញ្ចឹងអាត្មាឆ្លើយទាំងពីរចំណុចថាធ្វើមួយណាក៏បានក្នុងលក្ខណៈណាក៏បានប៉ុន្តែប្រសិទ្ធភាពវាខុសគ្នាត្រង់ថាបើបុគ្គលធ្វើខ្លួនឯងល្អហើយទូនមានអ្នកដទៃវាអត់មានពាក្យត្រឡប់វាមិនលំបាកក៏ប៉ុន្តែប្រសិនបើទូនមានតែគេតែខ្លួនឯងធ្វើអាក្រក់អានឹងវាមានអាពាក្យដែលមិនល្អត្រឡប់មកវិញឬក៏ថាប្រសិទ្ធភាពនៃការបង្រៀនរបស់យើងនោះប្រសិទ្ធភាពនៃការទូនមានរបស់យើងវាមិនសូវមានប្រសិទ្ធភាពវាមិនសូវមានធម៌ពលឥទ្ធិពលសំដៅឥទ្ធិពលនឹងចឹងប៉ុណ្្នឹងឯងអ្នកសួរហ្នឹងក៏អាត្មាគិតថាក៏យល់រឿងហ្នឹងដែរអាចថាមានការទើសចិត្តនឹងអ្នកទូនមានគេណាមួយដែលធ្វើមិនសូវល្អអីចឹងទៅបានសួរបញ្ហាហ្នឹងប៉ុណ្្នឹងចុះហើយបញ្ហាមួយទៀតញោមស្រីបានសួរថាបាសិកាមិញហ្នឹងសួរថាបុគ្គលអ្នកដល់នៅត្រៃសណគមហ្នឹងតើជាប្រសង់ឬក៏ជាឧបាសកបាសិកាដែលជាអ្នកដល់នៅត្រៃសណគមទាំងពីរប៉ុណ្ណាទាំងពីរប៉ុន្តែដែលដល់ដោយចំពោះគឺឧបាសកបាសិកានិងសាមណេរនៅក្នុងប្រព័ន្ធ Skype មានចេញសញ្ញាក្រហមមិនដឹងថានៅទទួលសម្លេងច្បាស់ទេពីវិទ្យុមកបើមិនច្បាស់ចាំជួយឲ្យសញ្ញាផងកណាច្បាស់លោកចាស់គ្រូច្បាស់ណាសាធុអ្នកដល់នឹងចេះយើងត្រូវស្គាល់ពាក្យថាត្រៃសារណគមសិនណាត្រៃសារណគមត្រៃនឹង3
សារណៈគមៈហ្នឹងគមធាតុហ្នឹងប្រែថាដល់ឬក៏ទៅឬក៏ដល់សារណៈមកពីសារៈធាតុហ្នឹងប្រែថាជាទីរលឹកហើយក្លែមពាក្យបន្ថែមថាជាទីពឹងហើយវត្ថុទាំង3កែវទាំង3ហ្នឹងគឺពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈនឹងចឹងហើយការដល់នោះដល់តែយើងសិក្សាទៀតដោយការរលឹកគុណព្រះពុទ្ធដោយការរលឹកគុណព្រះធម៌រលឹកគុណព្រះសង្ឃអញ្ចឹងការរលឹកនោះយ៉ាងណាអាត្មាមិនអាចបកស្រាយអស់បានទេញាតិញោមអាចពិនិត្យពិចារណាមើលនៅក្នុងពុទ្ធគុណធម្មគុណសង្ឃគុណនោះអាត្មាគ្រាន់តែសង្ខេបតិចដូចមិនដេចទៅតែហៅថានឹកគុណព្រះពុទ្ធជាទីពឹងនោះគឺនឹកទៅដល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គនោះតើព្រះអង្គជាបុគ្គលបែបណាសិក្សាពីព្រះអង្គឲ្យច្បាស់នឹងឯងដែលហៅថាដល់ព្រះពុទ្ធជាទីពឹងទីរលឹកមានគុណដូចជាពាក្យថាអរហង្គទ្រង់ពនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសព្រមទាំងវាសនាគឺកាយប្រយោគនិងវិច័យប្រយោគកាយវិយោគវិច័យវិយោគគឺកាយវិការពាក្យសម្ដីមិនល្អណានីមួយហ្នឹងគឺព្រះអង្គលះបង់អស់កិលេសតូចធំលះបង់អស់មានតែសេចក្តីបរិសុទ្ធមួយយ៉ាងវិជាចរណៈសម្បណ្ណោព្រះអង្គបរិបូរដោយវិជានិងចរណៈព្រះអង្គជ្រាបនៅលោកទាំង3មានសត្វលោកមានប្រភេទយ៉ាងណាសង្ខារលោកមានការតាក់តែងវល់យ៉ាងម៉េចឱកាសលោកជាទីតាំងនៅរបស់សត្វលោកនឹងមានបណ្ណាព្រះអង្គទ្រង់ជ្រាបទាំងអស់ត្រូវតែសិក្សាឲ្យស្គាល់អំពីព្រះសម្មាសម្ពុទ្ធចឹងថាតើបុគ្គលព្រះអង្គជាបុគ្គលបែបណាហើយអនុត្តរោបើនិយាយអំពីគុណធម៌ផ្សេងមានសិលជាដើមព្រះអង្គជាកម្ពូលលើមនុស្សទេវតាទាំងឡាយនឹងនិយាយអំពីគុណធម៌នឹងសិក្សាតាមនឹងសូត្រឥតិបិសោប្រែឲ្យគិតមួយតាមពាក្យសូត្រហ្នឹងកុំសូត្រឥតិបិសោទៅសំបន់ស្អីពីព្រះអង្គក្រៅពីការរលឹកគុណក្នុងនោះគុណពធចឹងដែរអត់មានធัวប្រកែស័ក្តិសិទ្ធអីឲ្យយើងរស់ស៊ីមានបានឬក៏ឲ្យបាញ់មិនមុតដុតមិនឆេះអីនោះទេណាគឺរលឹកទៅដល់ព្រះបរិយន្តិធម៌រលឹកទៅដល់មគ្គទៅដល់ផលដែលអាចដឹកនាំសត្វលោកឲ្យឆ្លងចាកទុក្ខបាននោះស្លាកខាតោនោះសូត្រតាមនឹងទៅណារលឹកតាមនឹងហើយពិចារណាសិក្សាបន្ថែមមិនមែនពាក្យតែប៉ុណ្្នឹងទេសង្ឃគុណគឺសំដៅទៅដល់ព្រះសង្ឃដែលមានសេចក្តីបរិសុទ្ធដែលបានរួចចាកផុតទុក្ខព្រោះការប្រតិបត្តិតាមមេគាពធនឹងឯងណាបើយើងរលឹកព្រះសង្ឃទៅរកលោកខ្លាំងប្រកែនោះខុសទិសដៅហើយហើយញោមសួរបន្ថែមថាបើដល់នៅបរតនត្រ័យជាទីពឹងទីរលឹកហើយធ្វើបុណ្យទៅបានផលច្រើននឹងត្រឹមត្រូវហើយញោមដូចជាញាតិញោមស្គាល់ស្រែច្បាស់ណាស្រែណាមានដីជីវជាតិល្អជំរះស្មៅបានល្អហើយញោមសាប់ព្រោះទៅដោះពូជបានល្អប្រសិនបើមិនស្គាល់ស្រែច្បាស់ទេព្រោះលើថ្នល់លើថ្មអញ្ចឹងទៅផលស្រូវហ្នឹងក៏មិនសូវបានល្អប៉ុន្តែនេះសិក្សាច្រើនណាបើសិនជាមិនសិក្សាច្រើនទេវានឹងចូលទៅក្នុងការប្រកាន់ត្រឹមតែការឃើញសម្បកក្រៅតែប៉ុណ្ណោះលោកអង្គនេះលោកអង្គនោះលោកវត្តនេះលោកវត្តនោះយូរទៅវាមិនមែនជាការជ្រើសរើសប្រសង់ដែលល្អវាទៅជាការប្រកាន់បពុទៅវិញហ្នឹងត្រូវប្រយ័ត្នប្រយែងកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីព្រះសង្ឃនេះគឺនិយាយអំពីសហគមន៍រួមអានឹងក៏ធ្លាប់និយាយច្រើនហើយកាលណាញោមយល់អំពីគុណធម៌យល់អំពីគុណរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងការដែលញោមធ្វើបុណ្យបូជាព្រះសម្មាសម្ពុទ្ធប្រកាសជាយកសេចក្តីប្រតិបត្តិជាសំខាន់ព្រះធម៌ក៏ដូចគ្នាព្រះសង្ឃក៏ដូចគ្នាចឹងដែរវានឹងចូលទៅដល់គុណធម៌នឹងចូលទៅរកសេចក្តីល្អពិតពីព្រោះយើងឃើញដំណើររបស់ព្រះពុទ្ធ
មេគីរបស់ពធហើយនឹងដំណើរដែលព្រះសង្ឃដើរតាមព្រះពុទ្ធយ៉ាងណាខ្លួនយើងក៏ប្រតិបត្តិតាមព្រះអង្គនេះឯងបានផល្លានិសង្ឃច្រើនប្រសិនបើមិនយល់ស្គាល់ដឹងអំពីគុណប្រតនត្រ័យទេធ្វើក៏ចេះតែធ្វើដោយការភ័យខ្លាចតែប៉ុណ្ណោះវាមិនមានទំនុកចិត្តក្នុងការធ្វើជាធម្មតាធ្វើអីក៏ដោយបើខ្វះសេចក្តីទុកចិត្តខ្វះទំនុកចិត្តធ្វើអីក៏មិនបានល្អដែរអញ្ចឹងប៉ុណ្ណឹងហើយញោមបាសកសួរអតីតាំងសញ្ញាណអនាគតាំងសញ្ញាណហ្នឹងគឺសំដៅទៅលើអ្នកមានអភិញ្ញាជាពិសេសសំដែងចំពោះព្រះសម្មាសម្ពុទ្ធបើព្រះអង្គមានអតីតាំងសញ្ញាណអាចកំណត់ដឹងរឿងអតីតកាលជាតិមុនផែនដីមុនរឿងណាដែលកន្លងទៅទោះបីជាយូរយ៉ាងណាក៏ព្រះអង្គទ្រង់ជ្រាបដោយញាណដ៏បរិសុទ្ធហៅថាអតីតាំងសញ្ញាណនឹងឯងដូចជាព្រះអង្គលើកបជាដកផ្សេងលើករឿងព្រះវេស្សន្តរមកសម្ដែងលើករឿងសវណ្ណសាមមកសម្ដែងលើកជាដកផ្សេងដូចជាវិធុរៈបណ្ឌិតមកសម្ដែងនោះគឺដោយអំណាចអតីតាំងសញ្ញាណនឹងឯងណាដែលព្រះអង្គទ្រង់ជ្រាបដល់អនាគតាំងសញ្ញាណគឺញាណដែលដឹងរឿងអនាគតដែលមិនទាន់មកដល់ដូចជាព្រះអង្គទ្រង់ព្យាករសុបិនរបស់ប្របាទបសេនតិកោសលអញ្ចឹងដែលប្របាទបសេនតិកោសលសុបិនឃើញថាដើមឈើដុះមកកម្ពស់តែមួយហាត់ហ្នឹងក៏បែកមែកសាខាចេញផ្លែចេញផ្កាព្រះអង្គព្យាករថាទៅអនាគតទៅហ្នឹងមនុស្សក្មេងកើតមកហ្នឹងមានសេចក្តីស្នេហាកាមរាគៈកើតឡើងតាំងពីក្មេងហើយយើងឥឡូវហ្នឹងជាអនាគតនៃព្រះអង្គសម្ដែងកាលនោះយើងមើលមើលក្មេងឥឡូវគេដឹងរឿងអស់ហើយរឿងស្នេហាស្នេហឺតអីហ្នឹងបាច់ចាស់បច្ចេះមុនយើងបងដូចជារឿងអីទៀតគោឧសភៈបំរុងរត់មកជល់គ្នាឲ្យបែរជាមិនជល់គ្នាវិញព្រះអង្គថាទៅអនាគតព្រោះតែតណ្ហាសត្វលោកនឹងធ្វើឲ្យធម្មជាតិប្រែប្រួលអស់ភ្លៀងខុសរដូវភ្លៀងមិនជួរកាលជួនកាលមេឃភ្លៀងចង់មេឃខ្មៅចង់ភ្លៀងទៅជាមិនភ្លៀងទៅវិញព្រោះតែសេចក្តីលោភលន់របស់សត្វលោកហើយយើងសិក្សាមើលទៅព្រះអង្គថាតែមួយម៉ាត់គឺតណ្ហារបស់សត្វលោកតែយើងសិក្សាអំពីវិទ្យាសាស្ត្រនិយាយអំពីជាតិពុលនិយាយអំពីការអស់ព្រៃឈើដែលជាធម្មជាតិអាចស្រូបទាញទឹកភ្លៀងបានក៏ប៉ុន្តែឫសគល់របស់វាគឺតណ្ហាឃើញទេចង់សុខចង់ស្រួលចង់មានចង់បានមនុស្សយើងបំផ្លាញអស់សម្បត្តិព្រៃឈើផ្សេងហ្នឹងចឹងនៅក្នុងពិភពលោកហ្នឹងដែលព្រះអង្គព្យាករអនាគតអញ្ចឹងគឺដោយអនាគតាំងសញ្ញាណណាអត់ដូចជាសេះក្បាល2វាអត់មានគូតសម្រាប់ជួសនឹងគឺថាព្រះអង្គថាអនាគតទៅតឡាការមិនយុត្តិធម៌ទេស៊ីទាំងសងខាងស៊ីទាំងខាងនេះផងខាងនោះផងហ្នឹងចឹងហើយយើងអាចសង្កេតឃើញវាត្រូវហែហើយវាមិនមែនតែស្រុកយើងឯណាស្រុកគេនោះក៏វាមានអញ្ចឹងចឹងមានតែការគុំឆ្លោះគុំតោះគ្នាទេបានស្រួលហើយដូចជារឿងព្យាករមេលាកាសមណៈមេលាកាអីដែលបានបូជាផ្កាម្លិះដល់ព្រះអង្គហើយព្រះអង្គបានព្យាករថានៅមួយសែនកាប់ទៀតសមណៈមេលាកានឹងបានជាព្រះបច្ចេកពុទ្ធមួយព្រះអង្គណាដឹងរឿងអនាគតអញ្ចឹងហ្នឹងហៅថាអនាគតាំងសញ្ញាណអញ្ចឹងបាទហើយឥឡូវចូលមកសំណួរដែលសល់ពីសប្តាហ៍មុនឆ្លើយខ្លីៗមិននិយាយវែងទៀតទេសប្តាហ៍មុនមានច្រើនសំណួរពីសប្តាហ៍មុនហ្នឹងច្រើនសំណួរតែបកបានតិចញោមម្នាក់សួរថាតក្កណានុបទានដែលប្រែទទួលហ្នឹងតើទទួលដោយកាយឬក៏ដោយវាចាឬក៏ដោយចិត្តណាតក្កណានុបទានគឺទានតាមបំពេញឲ្យដោយតម្កល់ទុកក្នុងសង្ឃជាដើមហើយយើងឧទ្ទិសទៅពាក្យថាទទួលគ្រាន់តែជាពាក្យនិយាយឲ្យស្ដាប់គ្នាបានក៏ប៉ុន្តែពាក្យត្រូវនោះគឺបត្តានុមោទនី
បត្តានុមោទនាហ្នឹងគឺអនុមោទនាចំណែកបុណ្យអនុមោទនានៅសេចក្តីល្អដែលញាតិធ្វើឲ្យនឹងចឹងចឹងមោទនៈប្រែថារីករាយអញ្ចឹងវាចាក៏មិនជាតួរីករាយកាយក៏មិនជាតួរីករាយកើតដែរចិត្តតែប៉ុណ្ណោះដែលចេះរីករាយមានសោមនស្សចេះទទួលចេះត្រេកអរអញ្ចឹងនិយាយដោយចំគឺការអនុមោទនាដោយចិត្តការត្រេកអរដោយចិត្តក៏ប៉ុន្តែមានវាចានិងកាយនឹងជាការបញ្ជាក់ឧទាហរណ៍យើងជូនបុណ្យគ្នាអញ្ចឹងណាមានតែបុណ្យយើងឯណាដែលចូលទៅនៅក្នុងអ្នកដតីនោះបុណ្យយើងវានៅតែជាបុណ្យយើងអញ្ចឹងពីព្រោះបុណ្យសំដៅដល់សេចក្តីល្អនៅក្នុងចិត្តក៏ប៉ុន្តែអ្នកដតីគេត្រេកអរនឹងសេចក្តីល្អដែលយើងធ្វើនឹងឯងដែលសេចក្តីល្អរបស់យើងនឹងបានជះឥទ្ធិពលទៅដល់ចិត្តរបស់គេធ្វើឲ្យគេជ្រះថ្លាដែរជាជ្រះថ្លានឹងជ្រះថ្លាយ៉ាងម៉េចជ្រះថ្លារបស់យើងនឹងវាចូលទៅក្នុងរបស់គេឬថាមិនមែនទេរបស់គេតែគ្រាន់តែគិតដល់សេចក្តីល្អរបស់យើងជាអារម្មណ៍តែប៉ុណ្ណោះនឹងចឹងបានជម្រាបទៅដល់អ្នកបកស្រាយបញ្ហានឹងផងដែលលើកថាបុណ្យណាធ្វើនឹងបានជូនបុណ្យមើលទៅជូនបាយថាមែនចំណែកបុណ្យមិនមែនជូនដូចបាយទេអ្នកដែលអនុមោទនាបុណ្យមិនអាចទទួលបានឡើយប្រសិនបើគ្មានចិត្តល្អយើងជូនរបស់ទោះបីគេគិតមិនល្អពីយើងក៏គេទទួលបានចោលក៏ទទួលបានសត្រូវរបស់យើងក៏ទទួលបានចំណែកបុណ្យវិញវាទល់តែអ្នកណាដែលគិតល្អពីយើងព្រមឯកភាពអំពីសេចក្តីល្អរបស់យើងនោះឯងការអនុមោទនារបៀបអញ្ចេះឧទាហរណ៍ថាអាត្មាបានទៅដើរលេងកន្លែងណាមួយឬក៏ទៅមើលរឿងកំ pl ែងរឿងកំ pl ែងហ្នឹងគួរឲ្យអស់សំណើចអើយអស់សំណើចណាស់ទៅមើលដល់តែមកវិញហ្នឹងអាសេចក្តីសុបាយហ្នឹងវាមិនតាន់ឈប់ទេនិយាយឡើងវិញចង់ទៅសើចទៀតហើយក៏មកនិយាយប្រាប់មិត្តភ័ក្តិប្រាប់មិត្តភ័ក្តិនិយាយចឹងទៅមិត្តភ័ក្តិណាស្ដាប់តាមហើយក៏សប្បាយតាមចឹងទៅអាហ្នឹងមានន័យថាសេចក្តីសប្បាយរបស់អាត្មាហ្នឹងបានជះឥទ្ធិពលដល់អ្នកដែលអាត្មានិយាយឲ្យស្ដាប់នោះមានន័យថាអ្នកនោះបានបញ្ជូនក្រសែចិត្តហ្នឹងទៅតាមរឿងដែលអាត្មាបានដឹងបានឮហើយបានយកមកប្រាប់អញ្ចឹងសេចក្តីសប្បាយរបស់គេនោះមិនមែនជាសេចក្តីសប្បាយរបស់អាត្មាទេគឺជាសេចក្តីសប្បាយថ្មីរបស់គេតែគេស្ដាប់អាត្មានឹងជាហេតុក៏ប៉ុន្តែបើមានម្នាក់ទៀតថានេះអាគាត់នេះនិយាយលោកនេះនិយាយផ្ដេសផ្ដាស់ពងដេកពងពួនអញ្ចឹងម្នាក់ដែលអត់ពេញចិត្តនោះអត់បានរីករាយតាមទេបុណ្យដូចគ្នាបើអ្នកណាបញ្ជូនចិត្តគិតចំពោះសេចក្តីល្អដែលយើងធ្វើហើយឯកភាពអនុមោទនានឹងមានន័យថាអនុឡោមតាមឯកភាពតាមត្រេកអរតាមណាចំពោះពពួកប្រែតក៏ដូចគ្នាអញ្ចឹងដែរអ្នកដែលអនុមោទនាបានហ្នឹងវាទល់តែចេះស្គាល់សេចក្តីល្អណាអញ្ចឹងបានការដែលឧទ្ទិសឲ្យហ្នឹងព្រះអង្គសម្ដែងពីប្រែតដែលទទួលបានហ្នឹងតិចណាស់តិចមែនទែននៅក្នុងចំណោមសត្វដ៏ច្រើនអ្នកដែលអាចទទួលបានហ្នឹងតិចមែនទែនគឺសំដៅចំពោះតែពពួកប្រែតណាដែលចេះត្រេកអរនឹងសេចក្តីល្អនៅពេលដែលចេះត្រេកអរនឹងសេចក្តីល្អនឹងជាបុណ្យថ្មីរបស់ប្រែតនោះឯងណាមិនមែនបុណ្យរបស់យើងទេដោយអាត្មានិយាយរឿងកំ pl ែងមិញអញ្ចឹងមិនមែនសេចក្តីសប្បាយរបស់អាត្មានឹងចូលទៅក្នុងចិត្តអ្នកដតីហ្នឹងទេតែអ្នកដតីស្ដាប់ទៅវាដឹងរឿងដល់ដឹងរឿងវាសប្បាយផ្ទុះពីក្នុងខ្លួនឯងមករបៀបអនុមោទនាហ្នឹងអញ្ចឹងវាមិនមែនបុណ្យរបស់អ្នកធ្វើហោះចូលចិត្តរបស់ប្រែតអ្នកទទួលនៅឡើយតែវាមានជាហេតុជានិទាននឹងអញ្ចឹងប៉ុណ្ណឹងចុះធ្លាប់បកស្រាយច្រើនហើយរឿងហ្នឹងហ្នឹងហើយមួយទៀតញោមម្នាក់បានសួរថាដូចជាខ្សែចិនអីចឹងកាន់ពុទ្ធសាសនាត្រូវដែរញោមមិនដឹងថាចិនកាន់ពុទ្ធសាសនាដែរទេអ្នកសួរនោះនេះសួរវិសាបដាមុន
ចិនរាប់រយលាននៃការពុទ្ធសាសនានឹងចិនមែនទេនៅស្រុកចិនគ្រាន់តែថាបែបមហាយាននេះដែលមើលរឿងសៅលិញដូចចិនហ្នឹងឯងអញ្ចឹងព្រះពុទ្ធព្រះអង្គគឺជាបុគ្គលរំលាយវណ្ណៈរំលាយពូជសាសន៍រំលាយការប្រកាន់ត្រកូលនៅក្នុងព្រះសម្មាសម្ពុទ្ធអត់មានជនជាតិទេព្រះអង្គកំណត់មនុស្សទាំងអស់គឺជាមនុស្សពីព្រោះភពទាំងអស់មាន31មានភពនរកមានភពប្រេតមានភពដេរិឆានមានភពពួកអសុរកាយភពមនុស្សអញ្ចឹងមនុស្សមកសកលលោកនឹងឯងព្រះអង្គថាជាមនុស្សតែមួយប្រភេទតែប៉ុណ្ណោះអត់មាន2ប្រភេទ3ប្រភេទទេការចែកតកួចែកប្រទេសអាហ្នឹងចេះតែចែកទៅក៏ប៉ុន្តែជាភពមនុស្សដូចគ្នាទាំងអស់លើសពីហ្នឹងទៅបានទៅចាតមហារាជការទៅយាមាទៅដសិតតាវតឹងយាមាដសិតនមានរតីបរណមិតវសវតីរូបព្រំ16ទៀតអរូបព្រំ4សរុបទៅ31ភពហ្នឹងចែកជាភពឋានហៅថាសត្តាវាសណាភពភូមិឋានមិនបាញ់ចែកអញ្ចឹងចែកអញ្ចឹងទៅតាមវិបាកកម្មទៅតាមវិបាកកម្មតែប៉ុណ្ណោះតែបើរួមសរុបមកព្រះអង្គហៅតែមួយគត់គឺសត្វលោកហើយតើព្រះពុទ្ធត្រាស់ដឹងដើម្បីណាគឺដើម្បីជាប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយចឹងមិនថាប្រយោជន៍ដល់នរកប្រែតផងឡើងហ្នឹងយើងគិតពិចារណាមើលអ្នកដែលទទួលប្រយោជន៍នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបានគឺត្រូវមានតិចស្ដាប់បានណាស្ដាប់ព្រះអង្គពន្យល់ធម៌បាននរកស្ដាប់អត់បានទេគ្នាក្តៅក្រហាយណាទេរិឆានក៏ស្ដាប់បានដែរអញ្ចឹងមនុស្សនិងទេវតាទាំងឡាយនឹងរាប់តែមនុស្សនិងទេវតាទាំងឡាយណាដែលស្ដាប់ព្រះអង្គបានទៀតបើទេវតាណាអត់ស្ដាប់អត់បានប្រយោជន៍ទៀតអញ្ចឹងបានជាការចែកអភ័ព្វបុគ្គលមានច្រើនអ្នកឯណាសត្វទាំងឡាយណាដែលប្រពុតកើតឡើងហើយត្រាស់សម្ដែងធัวហើយប៉ុន្តែជាអកុសលផ្ដល់វិបាកឲ្យបដិសន្ធិក្នុងនរកឈ្មោះថាជាអភ័ព្វបុគ្គលដោយយ៉ាងក្រៃលែងភ្លើងនរកមិនជាអភ័ព្វប៉ុន្មានទេក៏ប៉ុន្តែអភ័ព្វមិនបានមកស្ដាប់ធัวព្រះអង្គនេះឯងទើបឈ្មោះថាជាអភ័ព្វដ៏ក្រៃលែងពីព្រោះព្រះពុទ្ធយូរកើតឡើងម្ដងមកបង្ហាញផ្លូវដល់សត្វលោកនៅពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងសម្ដែងព្រះធម៌បំភ្លឺផ្លូវដល់សត្វលោកជាអកុសលផ្ដល់វិបាកអាក្រក់ឲ្យសត្វលោកកើតក្នុងប្រែតមានទុក្ខដ៏ធ្ងន់ធ្ងរគ្មានសំណាងក្នុងការស្ដាប់ព្រះធម៌គ្មានសំណាងក្នុងការប្រតិបត្តិព្រះធម៌នោះឯងទើបជាអភ័ព្វការអត់បាយ10000ឆ្នាំអត់អាហារ1លានឆ្នាំឬក៏មួយអសង្ខ័យឆ្នាំមិនជាការអភ័ព្វយ៉ាងក្រៃលែងឡើយក៏ប៉ុន្តែអភ័ព្វយ៉ាងក្រៃលែងពីព្រោះសត្វប្រែតនោះឯងគ្មានឱកាសស្ដាប់នៅការពិតគ្មានឱកាសស្វែងរកមេគាដើម្បីចេញពីសង្សារវដ្តនេះព្រះពុទ្ធត្រាស់ហើយសម្ដែងព្រះធម៌ហើយបើកផ្លូវឲ្យសត្វលោកដើរចេញពីសេចក្តីទុក្ខហើយក៏ប៉ុន្តែពួកសត្វដេរិឆានទាំងឡាយគ្នាមិនមានធម្មសញ្ញាឡើយមិនអាចទទួលនៅការពន្យល់របស់ព្រះសម្មាសម្ពុទ្ធបានឡើយទោះបីជាសត្វនោះនៅចិត្តព្រះអង្គយ៉ាងណាក៏ដោយតែដូចជាសត្វផ្សេងជាដំរីប៉ាលីឡៃសត្វស្វាដែលប្រគេនឃ្មុំព្រះអង្គនឹងក៏ដោយក៏នៅតែចាត់ថាជាអភ័ព្វបុគ្គលពីព្រោះអ្វីពីព្រោះនៅគៀកនឹងព្រះអង្គក៏ប៉ុន្តែគ្មានយល់អ្វីទល់តែសោះដែលព្រះអង្គពង្រៀនបានត្រឹមតែជ្រះថ្លានឹងក៏ចាត់ថាមានសំណាងខ្លះតែនៅតែចាត់ថាជាអភ័ព្វពីព្រោះមិនអាចស្ដាប់យល់ស្គាល់ដឹងអំពីអ្វីដែលព្រះអង្គបង្ហាញពពួកសត្វខ្លះទៀតព្រះអង្គត្រាស់ដឹងសម្ដែងព្រះធម៌ក៏ប៉ុន្តែនៅជាអសុរកាយដែលមានទុក្ខដ៏ពន្លឹកគ្មានឱកាស
ដើម្បីបានស្ដាប់នៅធម៌របស់ព្រះអង្គជាអភ័ព្វបុគ្គលដែរសត្វខ្លះទៀតបានកើតជាមនុស្សល្អពេកព្រះពុទ្ធបានត្រាស់សម្ដែងព្រះធម៌ក៏ប៉ុន្តែកើតខុសកន្លែងនៅបច្ចន្តក្រៀមឆ្ងាយដាច់ស្រយាលគ្មានសប្បុរសមិនបានឮដំណឹងធម៌របស់ព្រះសម្មាសម្ពុទ្ធទោះបីជាព្រះអង្គទ្រង់ប្រកាសសម្ដែងដូចជាព្រះអាទិត្យរះកណ្ដាលមេឃយ៉ាងណាក៏ជៀសពន្លឺមិនដល់នោះឯងក៏ឈ្មោះថាជាអភ័ព្វបុគ្គលជាបុគ្គលកើតមកទទេអ្នកខ្លះទៀតកើតមកជាមនុស្សល្អដែរក៏ប៉ុន្តែមានឧបធិវិបត្តិកើតមកជាមនុស្សវិកលវិការខូចខាតស្មារតីមិនពេញលេញមិនគ្រប់គ្រាន់ស្មារតីឆ្កួតជាដើមទោះបីជាជួបព្រះសម្មាសម្ពុទ្ធទោះបីជាអង្គុយនៅខាងមុខព្រះសម្មាសម្ពុទ្ធក៏គ្នាមិនអាចទទួលនៅពាក្យទូលមានព្រានប្រដៅរបស់ព្រះអង្គបានអភ័ព្វរបស់បុគ្គលនោះមិនមែនព្រោះតែទុកលំបាកដោយសារការឆ្កួតទេអភ័ព្វដ៏សំខាន់គឺត្រង់ដែលមិនបានដឹងនៅធម៌របស់ព្រះអង្គនឹងជាអភ័ព្វបុគ្គលមួយបែបទៀតអភ័ព្វបុគ្គលមួយបែបទៀតកើតមកជាមនុស្សល្អល្អះជាមនុស្សល្អចេះស្មារតីក៏មានរូបសម្បត្តិក៏បានទ្រព្យសម្បត្តិក៏មានក៏ប៉ុន្តែតោះតែមិច្ឆាទិដ្ឋិមិនយកចិត្តទុកដាក់គ្មានឧបនិស្ស័យក្នុងការស្ដាប់ព្រះធម៌ប្រតិបត្តិព្រះធម៌បុគ្គលនោះឯងចាត់ថាជាអភ័ព្វបុគ្គលដែរស្មើនឹងប្រែតនរកដែរស្មើគ្នានឹងមិនមែនកំណើតស្មើទេគឺស្មើកន្លែងអភ័ព្វគឺកន្លែងដែលអត់បានស្ដាប់ដូចជាកើតមិនតាន់ព្រះចឹងដែរដូចជានៅក្នុងប្រែតចឹងដែរគ្រាន់តែបានគ្រាន់បើជាងប្រែតនរកត្រង់ដែលមិនមានសេចក្តីទុកដូចនរកប៉ុណ្ណោះក៏ប៉ុន្តែអភ័ព្វស្មើគ្នានឹងចឹងអ្នកខ្លះទៀតព្រះពុទ្ធបានត្រាស់ទៅកើតក្នុងព្រំវាខ្ពស់ពេកទៅអរូបព្រំអត់មានតិចស្ដាប់ព្រះអង្គអត់បានអភ័ព្វដូចប្រែតចឹងអានឹងព្រំខ្ពស់ពេកអរូបព្រំហ្នឹងប្រាថ្នាទៅអត់រូបព្រោះរូបហ្នឹងវាមានទុកវាមានឈឺចឹងទៅកើតអរូបព្រំចឹងទៅរាប់អាយុ780000កាប់អីចឹងទៅអត់បានដឹងថាព្រះអង្គត្រាស់ពីរឿងអីតម្រាំតែខ្លួនឯងធ្លាក់ពីនោះមកវិញមកកើតជាមនុស្សត្រូវពុទ្ធរលាយបាត់ពីលោកនេះនៅតែបុគ្គលមិនត្រាស់ដឹងនឹងបានចាត់ថាជាអភ័ព្វប្រហែលនឹងប្រែតប្រហែលនរកប្រហែលមនុស្សឈួតអញ្ចឹងដែរតែអ្វីដែលខុសគ្នាគឺសេចក្តីសុខដែលហៅថាជាកាមសុខឬក៏ជាសុខវិហារខុសគ្នាទៅនឹងទេអ្នកខ្លះទៀតទៅកើតជាព្រំថ្នាក់ក្រោមល្មមរូបព្រំប៉ុន្តែជាអសញ្ញ័យសត្តាមានតែរូបតែអត់មានចិត្តវិញ្ញាណអីដើម្បីដឹងរឿងក៏ឈ្មោះថាជាអភ័ព្វបុគ្គលដូចតែប្រែតដូចនរកអញ្ចឹងដែរអញ្ចឹងយើងសំណាងហើយទាំងអស់គ្នាកើតមកជាមនុស្សមិនកើតជាប្រែតកើតមកជាមនុស្សមិនកើតជានរកក៏ប៉ុន្តែសំណាងម្យ៉ាងទៀតនោះយើងមិនដឹងថាមនុស្សរាប់អសង្ខ័យឬក៏សត្វរាប់អសង្ខ័យណានៅពេលដែលលង្វែកសាសនានៅពេលដែលមិនមានព្រះពុទ្ធនៅណាយនោះសេចក្តីទុកនោះឯងគឺម្នាក់ប្រាថ្នាជួបព្រះសម្មាសម្ពុទ្ធប្រាថ្នាអ្នកខ្លះលះបង់ជីវិតធ្វើម៉េចដើម្បីឲ្យជួបព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែរបស់ដែលនៅគៀកពេកខ្លាចក្រែងតែយើងមិនខ្វល់សពថ្ងៃណាអញ្ចឹងសរុបមកវិញសំណួររបស់ដូចជាបរិះម្នាក់សួរពីសព្ទាមុននោះថាព្រះពុទ្ធព្រះអង្គបានត្រាស់ដឹងនៅរូបធម៌និងនាមធម៌ហើយព្រះអង្គបានដឹងសុខទុក្ខរបស់សត្វអញ្ចឹងជនជាតិជាការប្រកាន់របស់មនុស្សប៉ុណ្ណោះតាមពិតមនុស្សអត់មានជនជាតិទេកើតមកស្មើគ្នាឥឡូវឧទាហរណ៍អញ្ចេះយើងកុំគិតថាជនជាតិអីមនុស្សដែលទៅតែកើតមកផ្លែតណាកើតភ្លាមមកហើយ
យើងយកជនជាតិផ្សេងផ្សេងគ្នាយកជនជាតិចិនមួយទៅជនជាតិថៃមួយទៅជនជាតិខ្មែរមួយទៅជនជាតិយួនមួយទៅចាមមួយទៅភូមាមួយទៅអាមេរិកមួយទៅប៉ិនយកកូនងាបេប៊ីមកប៉ិនគ្នាទើបតែកើតព្រិចមកទៅដាក់លើកោះមួយឲ្យនៅជាមួយគ្នាសួរថាពេលវាធំឡើងវាដឹងថាវាជនជាតិអីទេអត់ទេកើតមកគ្មានដឹងថាខ្លួនឯងជាជនជាតិអីឡើយដែលប្រកាន់ជនជាតិតាមម៉ែតាមឪតាមមនុស្សមុនតែប៉ុណ្ណោះតាមពិតមនុស្សគ្មានជនជាតិទេមនុស្សគឺមនុស្សសត្វមនុស្សហៅថាមនុស្សលោកសំដៅទៅលើដែលមានការវៃឆ្លាតជាងសត្វដេរិឆានហើយយើងសិក្សាប្រវត្តិសាស្ត្រមកវិញមកអំបូរពីដើមមកវាមានការបែងចែកអីវាអត់មានការបែងចែកអីសោះបើនិយាយពីកប្បកថាពីដើមមកពីកំណើតទេពទាំងអស់គ្នាមកពីព្រំទាំងអស់គ្នាយូរទៅវាចែកតំបន់ចែកបកចែកពួកឥឡូវយើងមិនចាំបាច់គិតអីទេសូម្បីតែអ្នកកាន់ពុទ្ធសាសនាហ្នឹងបែកប្រមាណនិកាយហើយយើងគិតចាណាហើយពុទ្ធមានប្រមាណព្រះពុទ្ធមានតែមួយប៉ុន្តែទៅមហានិកាយទៅមហាធម្មយុត្តទៅហនិកាយស្អីច្រើនជាង10ហ្នឹងតែព្រះពុទ្ធសាសនាមួយសាសនាដទៃក៏អញ្ចឹងយេស៊ូវក៏ចែកនិកាយអ៊ីស្លាមក៏ចែកនិកាយសួរថាព្រះគេនឹងឲ្យប្រកាសអញ្ចឹងថាទេដោយការប្រកាន់របស់មនុស្សតែប៉ុណ្ណោះមិននិយាយអីដល់ច្រើនទេស្រួលប្រទេសមួយបែងចែកជា2 3បកឧទាហរណ៍ដូចខ្មែរយើងពីមុនមកអញ្ចឹងមានខ្មែរស្រមានខ្មែរក្រហមមានស្អីឲ្យខ្សិតតែខ្មាំងបាញ់គ្នាយើងចាក់ឯកសារឡើងវិញមើលសម្រាប់គ្នាអាត្មាស្ដាប់ចម្រៀងប៉ុលពតច្រៀងបាញ់សម្រាប់ទាហានយើងនោះទាហានស្រុកហ្នឹងសិតតែខ្មាំងនេះណាអីហើយយើងគិតមើលពូជខ្មែរទាំងអស់ហ្នឹងណាប៉ុន្តែឲ្យតែមានការបែងចែកជាការប្រកាន់នឹងយើងបង្រួមគ្នាបានជិះបង្រួមគ្នាមិនបានចែកដីគ្នាទៀតប្រទេសខុសគ្នាទៀតណានឹងចឹងឬខ្មែរយើងមានកម្ពុជាក្រោមទៅកម្ពុជាកដាលទៅមានកម្ពុជាលើមានខ្មែរសុរិនអញ្ចឹងទៅហើយវប្បធម៌ខុសគ្នាតិចរហូតទៅយូរចែកអស់ទៀតណាដែលអាត្មាខំនិយាយឲ្យច្រើនហ្នឹងដើម្បីពន្យល់អ្នកនិយាយហ្នឹងថាហេតុអីបានទៅអីទៅកាន់ពុទ្ធសាសនាមិនបានដោយសារជនជាតិថារឿងប្រកាន់ជនជាតិគឺជាការប្រកាន់របស់មនុស្សក៏ប៉ុន្តែពុទ្ធសាសនាមិនបានកើតឡើងដើម្បីជនជាតិណាទាំងអស់គឺដើម្បីប្រយោជន៍ដល់សត្វលោកប្រយោជន៍ដល់សត្វលោកហើយយើងរាប់មើលពុទ្ធសាសនាលើកាន់ប្រទេសណាខ្លះពាសពេញពិភពលោកកាន់ព្រះពុទ្ធសាសនាមិនសិក្សាខ្លះទេអីកាណាដាក៏មានពុទ្ធសាសនាអាមេរិកក៏មានពុទ្ធសាសនាអូស្ត្រាលីក៏មានពុទ្ធសាសនាសូម្បីនៅអាហ្វ្រិកហ្នឹងក៏មានពុទ្ធសាសនាដែរបង់ក្លាដេសអាល្លឺម៉ង់អង់គ្លេសសិតតែមានពុទ្ធសាសនាគ្រាន់តែច្រើននឹងតិចតែប៉ុណ្ណោះលើពិភពលោកមានប្រទេសណាដែលអត់មានពុទ្ធសាសនាឥឡូវនេះមិនក៏មានភាគរយ0ក្បៀសដែរ0ក្បៀសចុចប្រហែលភាគរយចឹងដែរមិនអត់ទេពីព្រោះសម័យសកលភាវូបនីយកម្មបច្ចុប្បន្ននេះតាមប្រព័ន្ធអ៊ីនធឺណិតអីហ្នឹងក៏មានការផ្សព្វផ្សាយពុទ្ធសាសនាដ៏ច្រើនដូច្នេះបើយើងនៅប្រកាន់តែពុទ្ធសាសនាជារបស់ខ្មែរហ្នឹងក៏យល់ខុសឬក៏ជនជាតិអីកាន់ពុទ្ធសាសនាមិនបានក៏យល់ខុសពីព្រោះការកាន់ព្រះពុទ្ធសាសនាគឺជាការលះបង់ការប្រកាន់ព្រះសម្មាសម្ពុទ្ធបង្រៀនអំពីការរក្សាវប្បធម៌ប្រពៃណីព្រះអង្គឲ្យមើលវប្បធម៌ណាប្រពៃណីណាដែលវាមានប្រយោជន៍ដល់សង្គមមានសេចក្តីសុខដល់សង្គមព្រះអង្គសរសើរឲ្យរក្សាតទៅទៀតឧទាហរណ៍ដូចជាព្រះអង្គសរសើរនៅដែនវជីអញ្ចឹងហេតុអីបានជាប្រទេសដទៃច្បាំងយកមិនបានព្រះអង្គសរសើរមកពីដែនវជីនឹងមានការសាមគ្គីគ្នាល្អព្រមព្រៀងប្រជុំចេះគោរពរៀមច្បងអញ្ចឹងព្រះអង្គមានបានសម្ដែងអីអ្វីដែលគេល្អស្រាប់ហើយព្រះអង្គគ្រាន់តែសរសើរឲ្យរក្សាតទៅទៀតនឹងចឹងហើយព្រះអង្គគាត់ទៅប្រាប់កលឹះត្រូវនឹងកលឹះខុសណាជាប្រយោជន៍ពិតណាមិនមែនជាប្រយោជន៍ពិតហើយអ្នកណាលះបង់ក៏លះបង់អ្នកណាមិនលះបង់រឿងរបស់គេឧទាហរណ៍ដូចជារឿងសង្កេលកៈចឹងអ្នកខ្លះហ្នឹងអាត្មាសម្ដែងពីរឿងប្រពៃណីខ្លះដែលវាមិនសមស្របនឹងភ័យខ្លាចបាត់ប្រពៃណី
បើអាត្មានឹងវាខ្លាចបាត់ជាងញាតិញោមអ្នកថាអាត្មាអ្នកបំបត្តិនឹងទៅទៀតពីព្រោះអាត្មាសម្លឹងមើលទៅលើចរិយាទៅលើការប្រព្រឹត្តរបស់ខ្មែរយើងហ្នឹងយើងវាមិនទាំងស្គាល់ខ្លួនឯងថាខ្មែរផងឥឡូវហ្នឹងមិនដឹងថាសម្គាល់អីថាខ្មែរផងអ្នកខ្លះនោះអ្វីដែលនៅសម្គាល់ហ្នឹងសម្គាល់ថារបស់ខ្មែរមានតែរឿងបាយសីមានតែរឿងសោយទឹកមានតែរឿងអីអីដែលញាតិញោមខំរសាអាហ្នឹងខំអូយខំចុះស្អីដែលល្អនោះល្អអីខ្លះជួបគ្នាចេះសំពះចេះគោរពចេះគោរពចាស់ទុំចូលវត្តចេះដោះមួកមិនច្រៀងរលោរឡាក្នុងវត្តចេះគោរពព្រះសង្ឃប្រពៃណីល្អល្អអញ្ចឹងបាត់អស់បាត់ចង់អស់ហើយមិនក៏ញាតិញោមមិនចង់មិនជួយភ័យផងណាហើយមិនមែនតែញាតិញោមនេះញាតិញោមអញ្ចឹងដែរណាអាចារ្យខ្លះជិះម៉ូតូក្នុងវត្តសឹងតែបុកលោកទៀតនោះណាហើយយើងគិតពិចារណាមកវិញមើលតើប្រពៃណីហ្នឹងល្អទេអាត្មាកើតតន់ខ្លះដែរចាស់ចាស់នៅស្រុកអាត្មាមកដល់វត្តគាត់ចុះបដើហើយកង់ហ្នឹងផុតវត្តបានគាត់ជិះតទៅទៀតគាត់គោរពណាសួរថាហ្នឹងល្អទេប្រពៃណីហ្នឹងល្អប៉ិនអត់ជួយថែគ្នាប៉ុណ្ណាកន្លែងល្អល្អហ្នឹងមិនខំថែមកថែតែកន្លែងអូមអាមក្តាមដុតនេះទៅវិញទៅហើយទៅវាអត់មានជួយអីសោះដល់សង្គមហ្នឹងមានបានជួយអីឲ្យដល់វាបាត់ការគោរពអស់ទៅក្នុងសង្គមយើងសិស្សលេងស្ដាប់គ្រូកូនលេងស្ដាប់ម៉ែឪអស់ទៅហើយសួរថាសុខដែរឥឡូវគ្រូណាប៉ាកែទៅស្រោចទឹកឲ្យចោលឈប់ធ្វើចោលបានដែរទៅស្រោចទឹកឲ្យមនុស្សដើរកាប់សម្លាប់គេឈប់កាប់សម្លាប់គេបានដែរក្រៅពីការបញ្យលសិលធម៌ក្រៅពីការអប់រំវាអត់អាចទៅរួចទេប្រពៃណីល្អល្អមិននាំគ្នាថែបាត់អស់ច្រើនណាស់ញាតិញោមមិនបាច់ពីណាបំបត្តិទេវាបាត់ឯងអញ្ចឹងតែហ្មងយើងឃើញទេស្នេហាឥឡូវតាមផ្លូវតាមអីពេញហ្នឹងឯងមានចាំបាច់ម៉ែឪស៊ីស្លាមលូអីតាន់គេទៅអស់បាត់ហើយអត់ភ័យរឿងហ្នឹងហ្នឹងហើយមកភ័យអីរឿងអាត្មានិយាយត្រឹមតែបន្តិចបន្តួចហ្នឹងដែលញាតិញោមខំប្រកាន់ខំថែរក្សាតែវាអត់មានផលប្រយោជន៍ដល់សង្គមសោះនោះអាត្មាហ្នឹងថាមិនចង់និយាយទេញាតិញោមចេះតែខត់តែខ្លាចគេខឹងប៉ុន្តែតាមពិតអ្នកខឹងអ្នករស់ស៊ីខឹងហ្នឹងបានខឹងបើអ្នករស់ហេតុផលអ្នកស្រឡាញ់ខ្លួនស្រឡាញ់ជាតិខ្លួនស្រឡាញ់វប្បធម៌ពិតប្រាកដមិនគួរខឹងពីព្រោះវប្បធម៌ល្អល្អច្រើនដែលយើងគួរថែរក្សាតាំងពីការសំពះការជម្រាបសួរការឲ្យផ្លូវចាស់ទុំដើរមិនដើរប្រជែងអីជាដើមហ្នឹងសិតតែរឿងអ្វីនៃល្អល្អដែលចាស់ចាស់ពីមុនគាត់បង្រៀនមកឃើញទេអាកន្លែងហ្នឹងឯងដែលយើងគួរថែរក្សាជួយប្រាប់ជួយប្រងដល់កូនចៅរបស់យើងនោះជាប្រពៃណីជាវប្បធម៌ល្អរបស់អញ្ចឹងពុទ្ធអត់មានចេតនាបំផ្លាញរបស់យើងទេព្រះអង្គមានតែសរសើរដូចជាព្រះអង្គសរសើរនៅដែនវជីអញ្ចឹងថាស្ដេចវជីនឹងគោរពណាស់ច្បាប់ពីមុនណាដែលបុរាណបណ្ឌិតបានតែងឡើងគេគោរពមិនមើលងាយស្ត្រីអីព្រះអង្គសរសើរអាច្បាប់ណាដែលមានល្អអញ្ចឹងព្រះអង្គសរសើរក៏ប៉ុន្តែអ្វីដែលខុសព្រះអង្គធ្វើមិនព្រះអង្គប្រើវិធីពន្យល់ឧទាហរណ៍ដូចជាសង្កេលកៈអញ្ចឹងព្រះអង្គដឹងថាខុសហើយប៉ុន្តែគ្រាន់តែព្រះអង្គមិនបានទៅដល់ឯងខុសហើយកុំធ្វើអញ្ចឹងទៀតអាហ្នឹងវាត្រង់ពេកដូចចាស់និយាយថាផ្លូវវីកកំបោះបងផ្លូវត្រង់កំដៅហោងនោះអានេះកុំវីកកំបោះបងមិនមែនវីកវេកុហកទេឧទាហរណ៍ថាយើងចង់ពន្យល់ពីរឿងអីមួយតែយើងមិនចង់ទៅកាត់ត្រង់តែម្ដងឯងកាត់ត្រង់ជួនកាលគេវាយបែកមាត់អញ្ចឹងត្រូវពន្យល់ត្រូវលើកពីនេះពីនោះជួនកាលធ្វើគេនឹងស្និទ្ធស្នាលជាមួយយើងសិនប្រើពេលវេលាវៀងប៉ុន្តែមិនមែនជាកុហកទេណាអាវិកហ្នឹងដោយព្រះអង្គអញ្ចឹងហ្នឹងព្រះអង្គដើរតាមហ្នឹងផ្លូវវិកកំបោះបងផ្លូវត្រង់កំដៅទៅដល់ព្រះអង្គសួរសង្កេលកៈហ្នឹងឪពុកម្ដាយនាំទៅវត្តការដែលឪពុកម្ដាយនៅរស់អត់ទៅទេមិនជ្រះថ្លាឡើយដល់តែពេលឪពុកចិត្តស្លាប់ឪពុកហ្នឹងជាបណ្ឌិតណាគាត់ជាសោតាបណ្ណបុគ្គល
ក៏គិតថាធម្មតាពាក្យសម្ដីរបស់ពុកម្ដាយមុនពេលដែលស្លាប់ទៅចុងក្រោយហ្នឹងតែងតែមានឥទ្ធិពលចំពោះកូនអញ្ចឹងក៏ប្រាប់ហ្នឹងមិនមែនប្រាប់ឲ្យទៅវត្តទៀតអាហ្នឹងក៏ជាវិធីសាស្ត្រផ្លូវវិកំបោះបងហ្នឹងឯងផ្លូវត្រង់កំដៅប៉ុន្តែមានគោលគំនិតរបស់គាត់គាត់គិតថាកាលណាបើធ្វើដូច្នោះប្រកាសជាថ្ងៃណាមួយជួបបណ្ឌិតអ្នកប្រាជ្ញឬក៏ជួបព្រះសម្មាសម្ពុទ្ធព្រះសារីបុត្រក្តីប្រមោគលានក្តីដែលនិមន្តតាមហ្នឹងប្រកាសជាសាកសួររឿងហ្នឹងគាត់ប្រាប់ថាកូនបន្ទាប់ពីឪពុកស្លាប់ទៅកូនត្រូវប្រតិបត្តិរឿងមួយរឿងអីទៀតមិនធ្វើក៏ហីចោះចូលធ្វើរឿងមួយប្រាប់ប្រមាណក៏កូនតាមដែរណាដល់ពេលឪចិត្តស្លាប់ទៅបាននិយាយទៅស្ដាប់ព្រឹកឡើងកូនកុំដេកឲ្យថ្ងៃត្រូវក្រោកពីព្រឹកត្រូវយកសណ្ដែកយកល្ងយកគ្រឿងបូជាហ្នឹងទៅកន្លែងផ្លូវបែកជា4ក្បែរក្រុងសាវត្ថីហ្នឹងហើយថ្វាយបង្គំគ្រប់ទិសទាំងអស់ហើយបូជាទិសហ្នឹងទៅណាកូនបូជាទិសហ្នឹងទៅទិសខាងកើតខាងត្បូងខាងលិចខាងជើងខាងលើខាងក្រោមគ្រប់រាល់ព្រឹកចឹងប៉ុន្តែគោលគំនិតរបស់គាត់វាមិនមែនប៉ុណ្ណឹងទេគិតថាកាលណាបើជួបព្រះពុទ្ធទៅព្រះអង្គប្រកាសជាព្រះអង្គបញ្យលឬក៏អរិយសាវកលោកបញ្យលក្រោយមកយូរដែរបានព្រះអង្គមកមើលបនិស្ស័យទៅក៏ដឹងឃើញសង្កេលកៈហ្នឹងនៅក្នុងសំណាញ់ញាណរបស់ព្រះអង្គអញ្ចឹងអ្វីដែលជាបណ្ដាំរបស់ឪពុកបើយើងទៅឲ្យលះបង់តែម្ដងដូចស្មើនឹងយើងស្អប់ឪពុករបស់គេអញ្ចឹងស្មើនឹងយើងស្អប់ឪពុករបស់គេមិនមែនចូលចិត្តយើងទេតែព្រះអង្គទៅនឹងបំណងពិតគឺឲ្យលះបង់អានោះឯងពីព្រោះមិនមែនជាផ្លូវតែព្រះអង្គមានវិធីសាស្ត្រក្នុងការពន្យល់ទៅដល់ឃើញកំពុងតែថ្វាយបង្គំទិសហើយក៏បូជាគ្រឿងសក្ការៈអញ្ចឹងទៅព្រះអង្គសួរមាននុកអ្នកកំពុងធ្វើអ្វីមានការអីបានជាក្រោកតាំងពីព្រលឹមមកសក់មិនតន់ស្ងួតផងមកខំបូជាអញ្ចឹងការងារនេះការងារសំខាន់ណាស់ជាបណ្ដាំឪពុករបស់ទូបង្គំណាទូបង្គំត្រូវតែធ្វើជាប់ជានិច្ចមួយជីវិតនេះក្នុងចិត្តព្រះអង្គដឹងស្រេចហើយថាមិនមែនជាផ្លូវទេប៉ុន្តែព្រះអង្គសួរតទៅទៀតតើអ្នកធ្វើដូចម្ដេចដែរការថ្វាយបង្គំរបស់អ្នកហ្នឹងមានន័យថាម៉េចដែរទេទូបង្គំក៏គ្រាន់តែធ្វើតាមឪពុកចឹងទៅថាឲ្យមកថ្វាយបង្គំទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងទិសខាងលើទិសខាងក្រោមហើយអត្តន័យយ៉ាងណានោះទូបង្គំក៏មិនដឹងដែរតែជាការគោរពឪពុកល្អណាស់អង្គថាល្អណាស់នេះជាការថ្វាយបង្គំរបស់អ្នកបានប្រតិបត្តិតាមឪពុកហើយក៏ប៉ុន្តែនៅក្នុងអរិយវិន័យវិញគេថ្វាយបង្គំទិសផ្សេងពីនឹងអង្គថាអញ្ចឹងឃើញព្រះអង្គវៀងប៉ុន្តែមានកុហកឯណាអត់កុហកទេអ្នកខ្លះយកផ្លូវវិកំបោះបងទៅកុហកមែនទេបងថាប៉ុន្តែការបើគេថ្វាយបង្គំទិសនៅក្នុងអរិយវិន័យវិញមិនមែនថ្វាយបង្គំអញ្ចឹងទេមានបែបផ្សេងប៉ុណ្ណឹងក៏ព្រះអង្គឈប់ទៅធ្វើឲ្យឆ្ងល់បង្កើតចម្ងល់ដល់សង្កេលកៈអញ្ចឹងតើក្នុងអរិយវិន័យនោះគេថ្វាយបង្គំទិសយ៉ាងណាទៅព្រះអង្គបើអ្នកសួរឲ្យតថាគតប្រាប់នៅក្នុងអរិយវិន័យមានអត្តន័យច្បាស់លាស់គ្រប់គ្នាគេត្រូវថ្វាយបង្គំទិសខាងកើតទិសខាងកើតគឺមេដាបេដាជាទិសថ្ងៃរះគឺជាទិសដែលកូនត្រូវគោរពឪពុកម្ដាយពីព្រោះឪពុកម្ដាយគឺជាអ្នកបង្កើតកូនបង្កើតឲ្យកូនឃើញពន្លឺថ្ងៃដូច្នេះកូនត្រូវតែគោរពមេដាបេដាទំនុកបំរុងមេដាបេដាដោយឋាន5ហើយបានព្រះអង្គរាប់មួយអញ្ចឹងទៅអាត្មាមិនបានរាប់ទេហើយមានសេចក្តីយ៉ាងណាបើកមើលក្នុងបេដកលេខ19ឈ្មោះសង្កេលកៈសូត្រពីរោះមានអបាយមុខអីផ្សេងហ្នឹងគឺនៅក្នុងនឹងទាំងអស់ហើយពាក់ព័ន្ធនឹងអាត្មានិយាយសប្តាហ៍មុនទិសខាងត្បូងហ្នឹងគឺចំណាំទឹកក្បាលខ្មែរយើងដេកក្បាលទូត្បូងខាងត្បូងទិសខាងត្បូងគឺជាអីទិសខាងត្បូងហ្នឹងគឺជាស្អីដែរដូចជាគ្រូអាចារ្យហ្នឹងបើមិនគ្រូអាចារ្យមិត្តភ័ក្តិបណ្ណាអាត្មាចាំអញ្ចឹងចង់ច្បាស់បើកមើលបិដកទៀតបង
សិស្សត្រូវទំនុកបំរុងគ្រូអាចារ្យដោយឋាន5ដែរហើយទិសខាងជើងគឺជាមិត្តអាមាត្យមិត្តភ័ក្តិក៏ត្រូវតែមានមិត្តភ័ក្តិហើយមានធัวសម្រាប់ប្រតិបត្តិចំពោះមិត្តភ័ក្តិចឹងដែរនឹងខាងជើងខាងលិចគឺខាងក្រោយគឺកូននិងប្រពន្ធកុលបុត្រក្នុងត្រកូលត្រូវទំនុកបំរុងកូនប្រពន្ធដោយល្អប្រតិបត្តិខ្លួនជាប្តីប្រតិបត្តិខ្លួនជាឪពុកដោយល្អដោយឋាន5ចឹងដែរទិសខាងលើគឺសាមណៈព្រាហ្មណ៍គេត្រូវបូជាគេត្រូវធ្វើបុណ្យគេត្រូវធ្វើទានដល់សាមណៈព្រាហ្មណ៍អ្នកបួសកុំឲ្យមើលងាយអ្នកបួសណាត្រូវគោរពត្រូវអោនលំទោនចំពោះអ្នកដែលលះបង់កាមគុណផ្សេងនោះទិសខាងក្រោមកុំភ្លេចបិទអន្តរាយទិសខាងក្រោមគឺទាសកម្មករអ្នកបម្រើកុំមើលងាយកុំមើលថោកត្រូវទំនុកបំរុងដោយល្អនឹងចឹងមានសេចក្តីពឹស្ដារយ៉ាងណាទៀតអានឹងនៅក្នុងបេដកចាំញាតិញោមបើកមើលខ្លួនឯងចោះលេខ19ឈ្មោះសង្កេលកៈសូត្រដល់ទៅចប់ប៉ុណ្ណឹងទៅសង្កេលកៈនឹងដាក់កញ្ច្រែងចោះលុតជង្គង់ក្រឹបភ្លឺច្បាស់អ្វីម្លេះទេព្រះអង្គហើយទូបង្គំនេះចំជាល្ងងគ្មានដឹងអីសោះបបិទ្ធព្រះអង្គដល់ចម្រើនពីថ្ងៃនេះទៅសូមព្រះអង្គចាំទុកនៅទូបង្គំខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នៅបរតនត្រ័យជាទីពឹងទីរលឹកអញ្ចឹងបរិស័ទរបស់ព្រះអង្គមានហេតុផលយ៉ាងចាប់ពីថ្ងៃនោះមកសង្កេលកៈអត់បានទៅថ្វាយបង្គំទឹះមែនតែនទៀតទេសួរថាតើអ្នកណាអ្នកបំបត្តិព្រះពុទ្ធមិនមែនជាអ្នកបំបត្តិទេតែពន្យល់ឲ្យយល់នៅពេលដែលយល់ហើយសង្កេលកៈលះបង់ដោយខ្លួនឯងលះបង់ដោយខ្លួនឯងនឹងខ្ញុំកណ្ដាអាត្មានឹងវាគ្រាន់តែបញ្យល់ចឹងឯងវាគ្មានសិទ្ធទៅបំបត្តិវប្បធម៌ប្រពៃណីស្អីមួយទេគ្រាន់តែបញ្យល់វាមានផលប្រយោជន៍ស្អីហើយអ្វីដែលមានផលប្រយោជន៍ពិតប្រាកដសិទ្ធិរបស់យើងទេតាណាសិទ្ធិរបស់យើងទេតានៅក្នុងប្រទេសប្រជាធិបតេយ្យហ្នឹងគឺថាគេមានសិទ្ធិពន្យល់យើងក៏មានសិទ្ធិជឿតាមនិងមិនជឿតាមពីព្រោះយើងមានបញ្ញាស្មារតីសម្រាប់ពិចារណាមិនបាច់ចាំខឹងទេអ្នកខ្លះនោះយើងគ្រាន់តែគិតទៅគេនិយាយត្រូវឯកភាពទៅនិយាយខុសទាត់ចោលទៅហើយខ្ញុំបកណ្ណាអាត្មានិយាយក៏មិនលើកចំឈ្មោះអ្នកណាមួយថាអ្នកធ្វើដែរអត់ទេនិយាយទៅតួអំពើទៅដែលហៅដូចជាថ្វាយបង្គំទឹះមិនអញ្ចឹងគឺជាអំពើរបស់សង្កេលកៈក៏ប៉ុន្តែព្រះអង្គថាហ្នឹងវាផ្សេងតែថ្វាយបង្គំក្នុងអរិយវិន័យនេះសឹងមួយទៀតដល់ពយល់ទៅគាត់លះបង់ខ្លួនឯងបាត់ហើយព្រះអង្គមានទៅខាត់លៀបគាត់ឲ្យទុកបំផ្លាញគាត់ឲ្យទៅសម្លាប់គាត់ជាការបើកផ្លូវឬដូចជាព្រះអង្គទៅប្រោសអង្គុលីមីលអញ្ចឹងយើងបានថ្មថាវាមិនប្រកាសថាឲ្យតែគ្រូយើងប្រាប់មកជាដូនជាតាយើងប្រាប់មកវាសិតតែត្រូវទេតែខុសគឺខុសហើយតែអង្គុលីមីលគ្រូប្រាប់ឲ្យទៅសម្លាប់គេអញ្ចឹងអាហ្នឹងគោរពគ្រូឯណាធ្វើតាមគ្រូដល់ព្រះអង្គទៅប្រោសទៅគាត់ថាម៉េចដល់ពេលគាត់ជ្រះថ្លាទម្លាក់កំបិតចុះហើយគាត់ពោលថាម៉េចបបិទ្ធព្រះអង្គជានិរតុកជាបុគ្គលអត់មានភ័យបបិទ្ធព្រះអង្គដ៏ប្រសើរយូរណាស់ហើយហេតុដូចម្ដេចឡើយបានជាព្រះអង្គមិនងាយមកប្រោសទូលបង្គំខ្ញុំព្រះអង្គនៅក្នុងព្រៃដ៏ស្ងាត់នេះឃើញទេអ្នកដែលបានយល់លះបង់អំពើអាក្រក់ចោលអរគុណព្រះអង្គហើយចង់ស្ដាយពេលវេលាទៀតហេតុអីបានជាមិនជួបព្រះអង្គតាំងពីដើមមកឃើញទេប៉ុន្តែពីមុនព្រះអង្គទៅពយល់ក៏នៅតែអត់យល់ចឹងពីព្រោះវាអត់តាន់ដល់ពេលវាអត់តាន់ដល់វេលាវាអត់តាន់មានអីដើម្បីបញ្ជាក់ថាព្រះអង្គមានផ្លូវប្រសើរជាងគ្រូរបស់គាត់ហ្នឹងពីមុនគ្រូរបស់គាត់នៅស្រឡាញ់ជាថានេះទៅប៉ុន្តែពេលគាត់បានគ្រូនឹងចំណែនជឿការចាក់ចុចអីចឹងទៅវាទៅរឿងអាក្រក់ធ្វើច្រើនរហូតដល់គាត់នៅក្នុងសង្គមមិនបានចឹងទៅអង្គទៅបំផ្លាញផ្លូវបង្ហាញផ្លូវទៅបានអរគុណណាស់យូរណាស់ហើយមិនដេចក៏ព្រះអង្គមិនប្រាប់នឹងចឹងដូច្នេះការពន្យល់ហេតុផលរបស់ព្រះសម្មាសម្ពុទ្ធនឹងគឺថាអស្ចារ្យចឹងបានថាឃើញធัวទៅឃើញព្រះអង្គឃើញទេ
ដូចជាអង្គលីមៀលអញ្ចឹងសិតតែឃើញព្រះអង្គហើយហ្នឹងបានលះបង់ដាវលះបង់កម្រងមករៀមដៃរាប់រយរាប់ពាន់ចេញពីខ្លួនឈប់ចង់បានអាមុនបកែអីទៅព្រោះគ្រូប្រាប់អញ្ចឹងថាកាលណាទៅធ្វើយើងនឹងឲ្យអ្នកឯងបានមុនបកែកាប់មុតដុតឆេះណានិយាយទៅវាវែងឆ្ងាយបន្តិចសរុបមកថាមិនប្រកាន់ជនជាតិអីទេកុំឲ្យតែយើងប្រកាន់ជនជាតិហើយចំណុចខ្លះដែលវាមិនសមស្របហេតុផលនោះអាហ្នឹងទៅវាពិបាកប្រតិបត្តិធម៌ព្រះអង្គនឹងចឹងហើយញោមម្នាក់សួរបន្ទាប់គ្នានឹងឯងថាបើគេហែខ្មោចទៅកប់ទៅដុតអីបើឆក់បានអាទួងពលឹងយកមកធ្វើស្អីទេទៅបកែកាប់មុតដុតឆេះញោមឮគេថាញោមចង់ដឹងច្បាស់សាកមើលទៅគេហែហ្នឹងទៅឆក់មើលឲ្យរុំខ្លួនហ្នឹងទៅហើយគេកាប់មកកវិតមើលទៅមែនដឹងមកថាលេងណាកុំក៏ប៉ុន្តែនៅពេលដែលយើងយល់អញ្ចឹងសួរថាតើយើងមានការពិចារណាហេតុផលទេទោះបីជាមែនក៏ដោយញោមណាទោះបីជាមែនក៏ដោយអាគុំផ្សំអាយុនឹងឯងវានៅពេលដែលកម្មមិនតន់ឲ្យផលទេយើងដែលឃើញអ្នកដែលកាប់មិនមុតដុតម្ចាស់អាយុវែងជាងអ្នកកាប់មុតដុតឆេះទេតាមពិតអ្នកកាប់មិនមុតដុតមិនឆេះហ្នឹងឯងវាច្រើនតែអាយុខ្លីជាងអ្នកដែលកាប់មុតដុតឆេះភាគរយដែលយើងពិចារណាមើលអ្នកដែលខ្លាំងហ្នឹងគេប្រើពាក្យថាអស់លក្ខគឺអស់បុណ្យហ្នឹងណានឹងយើងជីដូនជីតាអាត្មាសើអ្នកកាប់មុតដុតឆេះហ្នឹងប៉ុន្តែគាត់អាយុសើ8ជាងហើយក្នុងចំណោមជីតាអាត្មាហ្នឹងមានប្អូនរបស់ជីតាអាត្មាមួយអ្នកលេងកូនគាត់ប្រហែលកំពុងស្ដាប់ឮដែរកងឈិតហ្នឹងកូនគាត់ម្នាក់នៅបវលសប្តាហ៍ថ្ងៃនេះហ្នឹងគាត់អ្នកបាញ់មិនមុតដុតមិនឆេះអាយុខ្លីជាងគេដោយសារអីដោយសារអាងអាការមិនមុតដុតមិនឆេះពេលដែលនៅមានរិទ្ធវាដុតអត់មុតដុតមិនឆេះកាប់មិនមុតមែនតែពេលអស់លក្ខវាត្រូវតែមុតនឹងចឹងដូចគ្នាអញ្ចឹងចុងក្រោយព្រះអង្គសម្ដែងថាម៉េចណដ្ឋិកម្មੰសមੰពលំគ្មានកម្លាំងអ្វីឈ្នះកម្លាំងកម្មឡើយដោយប្រមោគលានអញ្ចឹងនរណាទៅកាប់លោកមុតដុតឆេះនោះទេវតាមិនឈ្នះលោកផងនោះប៉ុន្តែដល់កម្មវាមកដល់កិច្ចរួចចោល500អ្នកសម្លាប់ទោះបីជាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនអាចអ្នកណាធ្វើឲ្យបាត់បង់ជីវិតបានតែដល់ពេលវេលាព្រះអង្គក៏ត្រូវទៅដែរដូច្នេះហើយទើបព្រះអង្គមិនឲ្យយើងពឹងអ្វីក្រៅពីធម៌ក្រៅពីការសន្សំសេចក្តីល្អប្រចាំចិត្តសន្តានឡើយនឹងចឹងជីតាអាត្មាឪពុកញោមប្រុសក៏ពូកែដែរគាត់សំណាក់កម្មដ្ឋានគាត់ពូកែសម័យសង្គ្រាមគាត់ចេះបំបាំងខ្លួនគេពាត់2 3ជាន់គាត់រាយមុនពាក់អាវយន់ចឹងទៅដើរទៅគ្មានពីណាឃើញទេឲ្យក្បួនមកអាត្មាអស់តែអាត្មាមិនដែលបានបើកមើលពីព្រោះអីពីព្រោះម្ចាស់មុនស្លាប់បាត់ទៅហើយនេះទោះបីជាពូកែក៏វាត្រូវមានតំណមមុនតែងតែមានតំណមខ្លាំងពូកែត្រូវមានតំណមដល់យើងអស់លក្ខគឺត្រូវបំបែកអាការតមហ្នឹងឯងដូចជាកងឈិតដែលអាត្មាថាគាត់អ្នកលេងអញ្ចឹងតំណមរបស់គាត់គឺជេរគេអត់បានពូកែមែនតែត្រូវមានដំណំធ្វើម៉េចកុំឲ្យជេរម្ដាយគេទីបំផុតគេបាញ់មិនក៏មិនមុតធ្វើម៉េចក៏មិនមុតស្មានតែគេអស់ក្របក៏ស្រែកជេរគេពីចងាយជេរម្ដាយគេឯងបកែបាញ់អញទៀតមើលគេដាក់តែមកក្របពីចងាយផ្លោងចោលត្រូវចំដើមទ្រូងបឹបមុនអញ្ចឹងណាការពូកែត្រូវមានដំណំដូច្នេះគ្មានអ្វីខុសពីហេតុផលឡើយនៅពេលដែលយើងមិនមានមុនក្នុងខ្លួនក៏ដោយតែបើបាបមិនតន់ឲ្យផលនរណាក៏បាញ់មិនត្រូវឬក៏គ្មាននរណាមានចេតនាបាញ់យើងឡើយនឹងចឹងនឹងប៉ុណ្ណឹងចាស់ពេលវេលាក៏សមគួរប៉ុណ្ណឹងសូមអភ័យទោសរាល់ពាក្យសម្ដីសេចក្តីអត្ថាធិប្បាយណានីមួយមិនសមទឹកចិត្តមិនសមបតិប្រធេរានុធេរៈគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទក៏ប៉ុន្តែគ្មានអ្វីក្រៅពីការបង្ហាញហេតុផលនិងការចង់ឲ្យញាតិញោមពុទ្ធបរិស័ទយល់ឡើយ
ពីព្រោះការសំដែងនេះគ្មានការបូជាលុយឡើយហើយក៏មិនមែនលើកគុណសម្បត្តិអ្វីដែរគ្រាន់តែបញ្ជាក់ថាគ្រាន់តែចង់ពន្យល់ញាតិញោមពុទ្ធបរិស័ទតែប៉ុណ្ណោះញាតិញោមធ្វើសេចក្តីល្អតបខ្ញុំកណាអាត្មាភាពវិញគ្រាន់តែយកពាក្យទាំងអស់នេះយកទៅពិចារណាទៅចាត់ទុកថាជាការតបចំពោះអាត្មាហើយប៉ុន្តែបើយកមិនបានក៏មិនអីពីព្រោះអាត្មាសង្ឃឹមថាបានចំពោះអ្នកចូលចិត្តបើមិនចូលចិត្តចាត់ទុកថាมันមានឧបនិស្ស័យនឹងគ្នាតែប៉ុណ្ណឹងចប់ពធក៏សន្មតថាចប់ដល់ពេលវេលានឹងប៉ុណ្ណេះសូមអនុមោទនាសូមគោរពថ្វាយគុំលាចម្រើនពរលា